តោះបងប្អូនថ្ងៃនេះឆ្លោះត្រីទៀតណាតែឆ្លោះត្រីមួយពូជាទាំងអស់គ្នាឃើញថាថ្ងៃនេះខ្យល់ហៀកលហៀកធ្លាក់ល្ងាបងប្អូនតំណមានត្រីនីលបងប្អូននេះត្រីណែទឹករឹកបងប្អូនអើយបាញ់ស្រួលណាទឹករឹកនេះអត់ខ្លាចរួចនេះបងប្អូនវក់ត្រីនីលនេះអាល្ងាតិចតិចឯណាដល់វក់ទឹករៀងស្រកគឺត្រីចាប់ដើមចុះទៅវិញនេះជារើសបានមួយធំនេះធំក្រាន់ដែរបងប្អូនបានយីបន្តដើរទៅមុខជាមួយពូជាទៀតអានេះដល់នេះមកប្រួយបាន2បងប្អូនដោយសារតែវានៅជិតគ្នាដល់ទៅ4ត្រីប៉ុន្តែវាទុយទុយណៃទន់អត់សូវធំទេបងប្អូននេះអានេះកូនណៃនេះព្រោះអាមាញ់ដែរបងប្អូននេះដែលដើរទៅវាបែកគ្នាអស់លីបាញ់បានម្ដងមួយតំបន់នេះប៉ះគឺត្រីណៃតែនេះសមោត្រីណៃបងប្អូននេះសត្វត្រីនីលត្រីកូនទក់នីលតាមភ្លឺណៃទន់បងណៃទៅនេះច្រើនដល់នេះបងប្អូនមកលទ្ធផលមួយយប់ត្រីច្រើនហ្នឹងណាពូជាបានត្រីច្រើនមែនទែនដោយសារវាធ្លាក់ល្ងាតិចតិចពូជាបាញ់ផងពូជារើសផងអាត្រីនីលបងប្អូនយើងដើរទៅប៉ះវាបងប្អូនច្រើនវានីលតាមភ្លឺបងប្អូនវាចុះទៅទឹកវិញដោយសារទឹករាងស្រកវាចង់ដាច់បងប្អូនស្រែខ្លះក៏ដាច់ខ្លះក៏នៅបងប្អូនបានដល់ដៅនេះឯងបងប្អូនខែវសាតាទឹកចាប់ផ្ដើមរីងអស់ដល់រដូវទៀតខែប្រាំងគឺដាច់ត្រីស្រែហូបហើយគឺអត់មានអីទេបងប្អូនបាទទឹកវាមានតែរដូវខែវស្សាឯងតំបន់ប្រជារោត្រីនេះបងប្អូនបើសិនជាទឹកនៅរហូតប្រជាបានត្រីស្រែហូបរហូតតែដល់ពេលទៅទឹកខាស់ទៅក៏អស់លីងអត់មានអីរោបងប្អូនបាទនេះថ្ងៃនេះបានត្រីច្រើនបងប្អូននេះអានេះប្រជាចាប់ផ្ដើមធ្វើស្លបងប្អូននេះយកអាណែងទក់ត្រីដ៏ល្អស្លហូបនេះហើយសល់ម៉ាងក៏ជាពុះងៀតបងប្អូនពុះវាស្ដើងមកជាយកទៅប្រឡាក់ដាក់ហាលទុកយើងហូបបានយូរនោះបងប្អូនអានេះយើងហូបត្រោះនេះយើងហូបបានតាមពេលទេបើយើងប្រឡាក់ហាលចាស់យើងអាចបានទៅដល់មួយខែទៅកន្លះខែយើងហាលល្អស្ងួតល្អបងប្អូនបាទអរគុណចាំជួបគ្នាវីដេអូក្រោយ